សូមស្វាគមន៍វិញ្ញាសាត្រៀមប្រឡងបាក់ឌុបភាគទី10មុខវិជ្ជាផែនដីវិទ្យាតើតើក្នុងវិញ្ញាសាទី10នេះដែរយើងមានសំណួរទី1គឺសង្កេតឃើញដែកដាក់ហាភ្លៀងងាយនឹងពុកផុយរហ័សចូលពន្យល់ពីបាតុភូតនេះដោយផ្អែកទៅលើដំណើរពុកផុយគីមីសំណួរទី2ចូលពណ៌នាពីភាពខុសគ្នារវាងដំណើរពុកផុយសំណឹកនិងការចាក់បង្គោលសំណួរទី3ប្រសិនបើការរលាយនុយក្លេអ៊ែរនៅក្នុងស្នូលព្រះអាទិត្យបានបញ្ឈប់ភ្លាមនៅថ្ងៃនេះតើមេឃនឹងងងឹតនៅថ្ងៃស្អែកឬទេព្រោះអ្វីសំណួរទី4តើបរិយាកាសជះឥទ្ធិពលដល់ការអង្កេតតារាដូចម្តេចខ្លះតើតារាវិទូដោះស្រាយតាមវិធីណាខ្លះសំណួរទី5កដូចម្តេចដែលហៅថាចរណារង្វិលខ្ញាល់និងចរណារង្វិលជុំខតើចរណារង្វិលនីមួយៗធ្វើឲ្យយើងមើលឃើញអង្គនានានិងតារានិករទាំងឡាយនៅលើមេឃយ៉ាងដូចម្តេចឥឡូវយើងចូលមកដល់អត្រាកំណែសំណួរទី1ចឹងនៅសំណួរទី1នេះគេសួរថានៅពេលដែលយើងដាក់ដែកចោលហាភ្លៀងចឹងដែកនឹងរងការពុកផុយតាមបែបគីមីយ៉ាងដូចម្តេចអូខេអញ្ចឹងជាទូទៅសិនតែគ្រប់ទីកន្លែងហើយការប្រើប្រាស់ដែកដែលយើងដាក់ធ្វើជាសភារៈប្រើប្រាស់ជាប្រចាំថ្ងៃដូចជាទ្វារដូចជារបងអីជាដើមចឹងនៅពេលដែលយើងដាក់ចោលហាភ្លៀងអញ្ចឹងទៅយើងឃើញដែកទាំងអស់នោះឡើងពុកច្រេះអីជាដើមអញ្ចឹងតើបាតុកម្មគីមីដែលវាកើតឡើងនេះវាកើតឡើងយ៉ាងដូចម្តេចអញ្ចឹងជាទូទៅដែករងការពុកផុយគឺដោយសារតែវាមានវត្តមាននៃឧស្ម័នអុកស៊ីសែននៅក្នុងខ្យល់ដែលដែកនោះវាមានបាតុកម្មជាមួយអុកស៊ីសែននៅក្នុងទឹកក្នុងលំនាំមួយហៅថាអុកស៊ីតកម្មអញ្ចឹងជាលទ្ធផលនៃអុកស៊ីតកម្មធ្វើឲ្យដែកនោះឡើងច្រេះនៅពេលដែលដែកនោះឡើងច្រេះដែកបានជុះនៅកម្ទេចកម្ទីដែលមានពណ៌ក្រហមឬក៏ពណ៌ត្នោតជាដើមដូចរូបភាពដែលគ្រូបានបង្ហាញនេះអញ្ចឹងក្រោមការទទួលរងនៅការបាតុកម្មអុកស៊ីសែននៅក្នុងទឹកមានថាក្នុងចំហាយទឹកយើងដឹងហើយរូបមន្តរបស់វាគឺមានអ៊ីដ្រូសែនហើយនិងអុកស៊ីសែនឥឡូវយើងចូលដល់សំណួរទី2ចុះសំណួរទី2គេឲ្យយើងបង្ហាញពីភាពខុសគ្នារវាងដំណើរពុកផុយសំណឹកហើយនិងការចាក់បង្គោលអញ្ចឹងបើយើងនិយាយអំពីដំណើរការនៃការពុកផុយគឺយើងសំដៅទៅលើការបែកបាក់ជាបំណែកតូចៗនៃសិលារ៉ែឬក៏ដីជាដើមឲ្យវាក្លាយទៅជាបំណែកតូចៗដែលវាមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងបរិយាកាសនៃភពប៉ុន្តែនៅពេលដែលយើងនិយាយអំពីសំណឹកគឺយើងសំដៅទៅលើលំនាំនៃកម្លាំងធម្មជាតិដែលធ្វើឲ្យសិលាដីឬក៏រ៉ែទាំងអស់នោះពុកផុយហើយវាផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតរីឯការចាក់បង្គោលគឺជាដំណើរការមួយដែលរុក្ខធាតុទាំងនោះត្រូវបានទម្លាក់ចុះឬក៏យើងហៅថារងឬក៏យើងអាចឲ្យនិយមន័យវាមួយទៀតបានថាជាកម្ទេចកំណល់ថ្មីដុះនៅលើកម្ទេចកំណល់ចាស់អូខេអញ្ចឹងជាទូទៅតកតងដំណើរការពុកផុយសំណឹកនិងការចាក់បង្គោលនេះពេលខ្លះគឺវាកាត់ឡើងទន្ទឹមគ្នាឥឡូវដូចគ្រូសូមបង្ហាញពីរូបភាពមួយនេះអញ្ចឹងរូបភាពមួយនេះគេបង្ហាញអំពីដំណើរនៃទឹកភ្លៀងដែលវាធ្លាក់មកលើសាលាអញ្ចឹងធ្វើឲ្យសាលាហ្នឹងរងការពុកផុយអញ្ចឹងនៅពេលដែលសាលាហ្នឹងរងការពុកផុយហើយបើវាបែកបាក់នៅកន្លែងហ្នឹងយើងហៅវាថាដំណើរពុកផុយប៉ុន្តែបើសិនជាសាលាហ្នឹងវារងការបែកបាក់ប៉ុន្តែដំណើរនៃការបែកបាក់របស់វាគឺវាបានផ្លាស់ទីពីកន្លែងនេះចាប់ដើមធ្លាក់ចុះមកក្រោមអញ្ចឹងការធ្វើចលនានៃបំលាស់ទីនៃការបែកបាក់របស់សិលាឬក៏ដីនេះគេហៅវាថាសំណឹកយ៉ាងណាមិញនៅពេលដែលកម្ទេចកំណល់នេះកំពុងតែធ្វើដំណើរហើយវាត្រូវបានបញ្ឈប់នៅកន្លែងណាមួយគេបានដាក់ឈ្មោះវាថាគឺជាការចាក់បង្គោលអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់អូខេឥឡូវយើងចូលដល់
ចំណុចទី3គឺយើងនិយាយអំពីការរលាយនុយក្លេអ៊ែរនៅក្នុងស្នូលព្រះអាទិត្យអញ្ចឹងគេសួរថាបើសិនជាការរលាយនុយក្លេអ៊ែរនៅក្នុងស្នូលព្រះអាទិត្យនេះត្រូវបានបញ្ឈប់នៅថ្ងៃនេះមានន័យថាវាលែងផលិតថាមពលអីទៀតហើយវារលត់ឬក៏យើងប្រើពាក្យសាមញ្ញថាព្រះអាទិត្យដាច់ភ្លើងតើមេឃនឹងងងឹតនៅថ្ងៃស្អែកនោះឬអញ្ចឹងអត់ទេមេឃឬក៏ភពផែនដីរបស់យើងនៅតែទទួលពន្លឺព្រះអាទិត្យដដែលដោយសារតែថាមពលដែលមាននៅក្នុងស្នូលព្រះអាទិត្យនៅថ្ងៃនេះត្រូវបានប្រើប្រាស់រាប់លានឆ្នាំទៀតទើបវាឡើងមកលើផ្ទៃព្រះអាទិត្យណាអញ្ចឹងជាទូទៅស្នូលថាមពលព្រះអាទិត្យត្រូវបានបង្កើតឡើងនៅក្នុងស្នូលព្រះអាទិត្យណាវាត្រូវបានបង្កើតឡើងនៅក្នុងស្នូលព្រះអាទិត្យហើយបើសិនជាវាចង់ឡើងមកលើផ្ទៃព្រះអាទិត្យលុះត្រាតែវាឆ្លងកាត់តំបន់រង្ភាយរស្មីហើយតំបន់រង្ភាយរស្មីនេះគឺវាមានលក្ខណៈហាប់ណែនចឹងធ្វើឲ្យពន្លឺដែលត្រូវការឆ្លងកាត់របស់វាត្រូវការប្រើរយៈពេលរាប់លានឆ្នាំដូចនេះយើងសរុបមកវិញទោះបីជាការរលាយនុយក្លេអ៊ែរត្រូវបានបញ្ឈប់ក៏យើងនៅសល់ថាមពលជាច្រើននៅកំពុងតែបន្តរំភាយចេញពីស្នូលរហូតមកដល់បរិមាណចុងក្រោយរបស់វាដែលយើងអាចប្រើរយៈពេលរាប់លានឆ្នាំទៀតអូខេដោយរូបភាពដែលលោកគ្រូបានបង្ហាញនេះអញ្ចឹងថាមពលទាំងអស់គឺវាស្ថិតនៅក្នុងស្នូលអញ្ចឹងពន្លឺដែលវាត្រូវភាយនេះគឺវាត្រូវឆ្លងកាត់រង្ភាយរស្មីនេះហៅថាតំបន់រង្ភាយរស្មីនេះគឺជាចរន្តវិលអញ្ចឹងពន្លឺដែលវាភាយចេញពីស្នូលនេះឆ្លងកាត់តំបន់រង្ភាយរស្មីនេះវារាប់លានឆ្នាំចឹងយើងមិនភ័យទេទោះបីជាព្រះអាទិត្យវាឈប់ផលិតថាមពលនៅថ្ងៃហ្នឹងក៏ដោយក៏អាថាមពលដែលសេសសល់នៅក្នុងស្នូលនេះទំនំទៅវាឆ្លងកាត់តំបន់រង្ភាយរស្មីនេះគឺរាប់លានឆ្នាំអូខេចឹងសូមខំថាអ្នកទាំងអស់គ្នាបានយល់ពីចំណុចមួយនេះឥឡូវយើងចូលមកដល់សំណួរទី4ម្ដងអត្រាកម្រាស់ទី4ចឹងគេសួរថាតើបរិយាកាសផែនដីរបស់យើងរំខានដល់ការអង្កេតតារាយ៉ាងម៉េចចឹងជាទូទៅបើយើងនិយាយពីបរិយាកាសផែនដីយើងសំដៅទៅលើឧស្ម័នដែលព័ទ្ធជុំវិញភពដែលក្នុងនោះគឺយើងបានរួមបញ្ចូលទៅនឹងចំហាយទឹកធូលីឬក៏ឧស្ម័នផ្សេងៗដែលមាននៅក្នុងបរិយាកាសហើយអ្វីដែលជាពិសេសនោះគឺពពកដែលវាបាំងពន្លឺចឹងកាលណាបរិយាកាសរបស់យើងពោពេញទៅដោយធាតុទាំងអស់នោះចឹងវាធ្វើឲ្យមានការរំខានទៅដល់ការអង្កេតតារាជាខ្លាំងជាពិសេសគឺវាធ្វើឲ្យពន្លឺរបស់តារារបស់យើងមានលក្ខណៈស្រអាប់អញ្ចឹងដើម្បីធ្វើការដោះស្រាយពីបញ្ហាទាំងអស់នេះតារាវិទូបានដាក់តេឡេទូសនៅតំបន់ដែលស្ងួតជៀសវាងកុំឲ្យវាស្ថិតនៅតំបន់ជៀសវាងកុំឲ្យវាស្ថិតនៅក្នុងតំបន់ដែលមានសម្បូរចំហាយទឹកច្រើនអញ្ចឹងវាធ្វើឲ្យកញ្ចក់កែវរបស់យើងឬក៏ការអង្កេតរបស់យើងគឺមានភាពស្រអាប់ជាពិសេសយើងត្រូវតែដាក់វានៅលើកំពូលភ្នំដែលជាកន្លែងដែលស្ងប់ខ្យល់ហើយក៏ជាកន្លែងមួយដែលយើងអាចគេចផុតពីការបំពុលខ្យល់ដែរពីព្រោះថាកាលណាយើងនៅផ្នែកខាងក្រោមសារធាតុបំពុលខ្យល់មួយចំនួនភាគច្រើនវានៅក្បែរផ្ទៃផែនដីអញ្ចឹងបើយើងឡើងទៅលើកំពូលភ្នំដែលរយៈកម្ពស់ខ្ពស់អញ្ចឹងវាមិនសូវជួបបញ្ហាទាក់ទងនឹងសារធាតុឬក៏ឧស្ម័នពុលច្រើនទេពីព្រោះជាទូទៅឧស្ម័នពុលគឺតែងតែមានពណ៌ជាទូទៅហើយម្យ៉ាងវិញទៀតកាលណាយើងទៅមើលទៅលើភ្នំយើងអាចជៀសផុតពីពន្លឺដែលចាំងភ្លឺខ្លាំងពេកធ្វើឲ្យយើងមិនអាចមើលតារាបានច្បាស់ល្អទេយើងដឹងថាពេលយប់នៅទីក្រុងជាទូទៅតាមផ្ទះនីមួយៗតាមដងផ្លូវគឺតែងតែមានភ្លើងចឹងបើយើងមើលលើហ្នឹងធ្វើឲ្យពន្លឺនៃការមើលរបស់យើងគឺចាំងដោយសារតែតារាគឺវានៅឆ្ងាយជាងចឹងយើងត្រូវទៅរកកន្លែងណាដែលស្ងប់ស្ងាត់ហើយជាកន្លែងដែលមិនសូវមានពន្លឺច្រើនទៀតម្យ៉ាងវិញទៀតដំណោះស្រាយផ្សេងទៀតដើម្បីជៀសផុតពីបញ្ហាទាំងអស់នោះគឺយើងបានផលិតតេឡេទូសដែលអាចបញ្ជូនទៅក្នុងលំហបរិយាកាសបានអញ្ចឹងពេលដែលយើងបញ្ជូនទៅក្នុងលំហបរិយាកាសមានថាយើងជៀសផុតអស់ហើយតើតូនសារធាតុបំពុលខ្យល់តើតូននឹងពន្លឺទីក្រុងតើតូននឹងចំហាយទឹកតើតូននឹងពពកអីជាដើមអញ្ចឹងពេលដែលយើងចូលបាញ់នៅក្នុងលំហបរិយាកាសធ្វើឲ្យរូបភាពដែលយើងទទួលបានហ្នឹងគឺរឹតតែច្បាស់ថែមទៀត
អូខេចឹងសំណួរទី4របស់យើងគឺមានតែប៉ុណ្ណឹងណាសម្រាប់លើកយកមកបង្ហាញសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ហើយបើមានចម្ងល់អាចសាកសួរនៅក្នុងវីដេអូខាងក្រោមដែលគ្រូបានបង្ហោះហ្នឹងឥឡូវយើងចូលដល់ចំណុចទី5គេនិយាយអំពីចលនារង្វិលខ្យល់និងរង្វិលជុំអញ្ចឹងតើតើនឹងចលនារង្វិលខ្យល់និងរង្វិលជុំនេះគេផ្ដោតទៅលើភពទូទៅមិនមែនផ្ដោតទៅលើភពផែនដីនោះទេអញ្ចឹងសំណួរមួយនេះគឺវាស្តៀងជាមួយនឹងសំណួរមួយទៀតដែលយើងនិយាយពីចលនារង្វិលខ្យល់និងរង្វិលជុំរបស់ភពផែនដីប៉ុន្តែកន្លែងនេះគឺគេនិយាយភពទូទៅតែបើយើងនិយាយពីភពផែនដីមានន័យថានិយមន័យវាស្តៀងគ្នាគ្រាន់តែយើងបញ្ជាក់អំពីរយៈពេលពីព្រោះនេះភពនីមួយៗតែងតែមានរយៈពេលនៃការធ្វើចលនារង្វិលខ្យល់និងរង្វិលជុំខុសៗគ្នាជាក់ស្ដែងនិយមន័យនៃចលនារង្វិលខ្យល់គឺសំដៅទៅលើដំណើរដែលភពធ្វើជុំវិញអធ្រាត្ររបស់ខ្លួនឯងក្នុងទិសដៅផ្ទុយពីត្រេកលាការតែភពខ្លះក៏ធ្វើក្នុងទិសដៅស្របត្រេកលាការដែរហើយចលនារង្វិលខ្យល់ជាទូទៅវាបង្កើតឲ្យមានបាតុភូតយប់និងថ្ងៃហើយធ្វើឲ្យយើងមើលឃើញតារាទាំងឡាយរះនៅទិសខាងកើតហើយនឹងលេខវិញនៅទិសខាងលិចរីឯចលនារង្វិលជុំវិញត្រូវបានគេកំណត់ថាគឺជាចលនាដែលភពធ្វើជុំវិញព្រះអាទិត្យតាមទិសដៅផ្ទុយពីត្រេកលាការលើគន្លងរាងអេលីបសូអ៊ីតហើយជាទូទៅចលនារង្វិលជុំរបស់ភពទាំងអស់នឹងធ្វើឲ្យយើងមើលឃើញអង្គនានានិងតារានិករទាំងឡាយប្រែប្រួលរូបភាពរបស់វាទៅតាមរដូវក្នុងមួយឆ្នាំអូខេអញ្ចឹងសរុបមកវិញសំណួរនៅក្នុងវិញ្ញាសាទី10របស់យើងគឺមាន5សំណួរហើយការបកស្រាយរបស់គ្រូមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការចូលរួមស្ដាប់ទាំងអស់គ្នាហើយបើពេញចិត្តកុំភ្លេចចុច Subscribe ផងអរគុណ